ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាជាពិសេសអ្នកបច្ចេកទេសអគ្គិសនីក៏ដូចជាសិស្សនិស្សិតទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះអញ្ចឹងវីដេអូមួយនេះផងដែរខ្ញុំផ្ញើជូនជាពិសេសសម្រាប់អ្នកបច្ចេកទេសអគ្គិសនីរបស់យើងដោយវីដេអូនេះគឺចេញពីសាលា Technical Training School for Excellence យើងនិយាយអំពី Discounter MCB ណា MCB អញ្ចឹងនៅជាប់ហ្នឹងគឺមាន slide យើងអាចមើលបានខ្ញុំនិយាយបកស្រាយបន្ថែមពីលើ slide ហ្នឹងណាខ្ញុំមើល slide ហ្នឹងបណ្ដាបញ្យល់យើងបណ្ដាអូខេអញ្ចឹងសម្រាប់ប្រភេទនៃ Discounter ដែលខ្ញុំបានមកបញ្យល់នេះគឺខ្ញុំយកមកពី Standard IEC ណាបញ្ជាក់មួយអញ្ចឹងក្នុង Standard IEC គឺ Standard ដែលប្រើប្រាស់ទូទាំងពិភពលោកអញ្ចឹងបច្ចុប្បន្នធ្វើការតមាន Standard អញ្ចឹងបានន័យថាឧទាហរណ៍ថាពីមុនយើងចេះយកមកដាក់ចំណាំតគ្នាអញ្ចឹងណាដល់ពេលក្រុមហ៊ុនឥឡូវដេញថ្លៃធំអីគេសួរសិនណាយើងយកមកប្រើហ្នឹងប្រើ Standard អីបើយើងឆ្លើយអត់ចេញថា Standard អីទេបានថាយើងចំណេះដឹងយើងមានកម្រិតឬក៏យើងចេះតែថា follow តគ្នាអត់មានអីជា reference អញ្ចឹងណាអញ្ចឹងធ្វើអីមួយត្រូវដឹងថាហ្នឹងប្រភពមកពីណាពួកអីយើងមិនមែនអ្នកបង្កើតទេយើងមិនមែនអ្នកប្រាជ្ញទេយើងគឺអ្នកប្រើប្រាស់អញ្ចឹងគឺយើងត្រូវដឹងថា Standard ហ្នឹងគឺ Standard អីអញ្ចឹងទី1គឺនិយមន័យនិងប្រភេទនៃ Discounter អញ្ចឹង Discounter គឺជាបរិក្ខារការពារបណ្ដាញអគ្គិសនីណាក៏ដឹងដែរណាហ្នឹងហើយប្រើប្រាស់សម្រាប់ការពារពេលលើបន្ទប់ពេលគួបសៀកខ្វីឆ្លងភ្លើងហើយនឹងការបិទបើកមិនប្រក្រតីផ្សេងដោយស្វ័យប្រវត្តិបានន័យថាអាហ្នឹងវាដើរស្វ័យប្រវត្តិមិនមែនទូនទីវាសម្រាប់ឲ្យយើងទៅកាច់បិទកាច់បើកកាច់បិទកាច់បើកអញ្ចឹងទេណាគ្រាន់ថាយើងប្រើកាច់បិទកាច់បើកអញ្ចឹងទៅញឹកញាប់ជ្រុលពេកទៅវានឹងឆាប់ខូចដោយសារអាចចំនួននៃការបិទបើកហ្នឹងវាមានចំនួនកំណត់របស់វាដូចថា mechanic វាមានកាច់បិទកាច់បើកប្រមាណដងខូចអីចឹងណាអញ្ចឹងបើយើងបិទបើកញឹកពេកអត់ល្អទេអញ្ចឹងអាហ្នឹងគឺវាគេទុកសម្រាប់ផ្ដាច់ឲ្យស្វ័យប្រវត្តិនៅពេលលើសបន្ទុកពេលឆ្លងចរន្តឆ្លងអីហ្នឹងតាមប្រភេទ Discounter ណាហ្នឹងហើយអញ្ចឹង Discounter ហ្នឹងចែកជា3ប្រភេទណាមិនមែន Discounter យល់ប្រភេទហ្នឹងពិបាកបែងចែកថាប្រភេទ MCB MCCB RCCB RCBO នោះវាមានច្រើនតែនេះខ្ញុំចង់និយាយអំពីលក្ខណៈនៃ Discounter នឹងកាច់ចែកជា3ណាទី1ជា Discounter ប្រភេទប្រើប្រាស់សម្រាប់លើសបន្ទប់មួយទៀតប្រើសម្រាប់គួតពាក្យសៀកខ្វីមួយទៀតសម្រាប់ចរន្តជ្រាបគេហៅ differential ហ្នឹងហើយអាហ្នឹងគឺមាន3ប្រភេទធំនឹងឯងជាផ្នែក3ផ្នែកធំហ្នឹងអញ្ចឹងបើតាម Standard IEC Discounter ចែកចេញជា8ផ្នែកធំទី1យើងហៅថា MCB ទី2 MCCB ទី3គឺ RCB អាមានខ្យល់អាប្រើខ្យល់យើងកាច់ហ្នឹងមួយទៀតគឺ RCCB មួយទៀតគឺ RCBO មួយទៀត VCB អាទី7គឺ OCB និងទី8 FF6 circuit breaker ហ្នឹងហើយអញ្ចឹង8ហ្នឹងគឺខ្ញុំមានពេលខ្ញុំលំអិតឲ្យម្ដងមួយណាតែឥឡូវនេះលំអិតអាទី1សិនគឺ MCB ណាអូខេ MCB គឺជាប្រភេទ Discounter ដែលគេនិយមប្រើប្រាស់សម្រាប់តង់ឆុងបន្ទុកតូចដូចជាក្រោម100អាំពែដែលมันមានការលៃតម្រូវទេអា MCB มันលៃតម្រូវណាលៃតម្រូវនេះគេមានកលីបសម្រាប់មួយនេះអត់មានទេគឺវាសម្រាប់កាត់ផ្ដាច់ស្វ័យប្រវត្តិអត់មានការលៃតម្រូវទេអញ្ចឹងគេប្រើភាគច្រើនគេប្រើវាក្រោម100អាំពែត្រឹម63អាំពែអីអស់ហើយអត់លើសនឹងទេ100អាំពែសិនថាអត់តែម្ដងណាលើសពី60អាំពែហ្នឹងគេប្រើភាគច្រើនគេប្រើ MCCB ហើយព្រោះផ្ទះធម្មតាគ្មានផ្ទះណា60លើស60ទេវីឡាអីអញ្ចឹងគេប្រើទូធំគេប្រើ Discounter មិនមកគ្រាប់អីអញ្ចឹងត្រឹម63អីបានហើយអូខេហើយចំនួនมันអាចលេខតម្រូវបានទេបានន័យថាវាអត់ដូច MCCB ទេលេខតម្រូវអត់បានទេមួយទៀតគឺវាមាន1ប៉ូល2ប៉ូល3ប៉ូលនិង4ប៉ូលហើយសមត្ថភាពរបស់វាគឺការពារការលើសបន្ទុកហើយការកើនកម្ដៅក៏ដូចជា short circuit អា ហ្វាប៉ះនៅអីហ្នឹងណាអាហ្នឹងអូខេហើយមួយទៀតគេប្រើវាសម្រាប់លំនៅឋាននិងអាគារទូទៅបន្ទប់តូចបានន័យថាអត់ប្រើសម្រាប់អាធំទេសម្រាប់ឧស្សាហកម្មអីគឺអត់ប្រើហ្នឹងទេអូខេអញ្ចឹងចំណុចបន្ទាប់2.1ប្រភេទនៃ MCB អញ្ចឹង MCB គឺជា Discounter Mechanic ដែលតាម Standard IEC 89 8.1 ហ្នឹងគឺមានកំណត់ចំណាត់ថ្នាក់ MCB ចែកជា5ធំសំទោសចែកជា5ទូទៅណា5តែគេនិយមប្រើតែ3ទេអ្នកខ្លះអត់ដឹងថាមាន5ទៀតទេសូម្បីតែខ្ញុំផ្ទាល់ពីមុនការយើងរៀនដឹងតែ3ដល់ពេលស្រាវជ្រាវបន្ថែមមិនដឹងតែ5បច្ចុប្បន្នគឺ5ណាទី1គឺ Type B Type C Type D ថ្មីបន្ថែមហ្នឹងគឺ Type K និង Type Z អញ្ចឹងអាគេប្រើច្រើនជាងគេហ្នឹងគឺប្រភេទ Type B និង Type C ហើយនិង D នេះរបៀបមើល Type គឺកន្លែងនេះអញ្ចឹងឧទាហរណ៍រូបនេះអញ្ចឹង B63 បានន័យថា B ហ្នឹងគឺជាប្រភេទ B ហើយអា 63ហ្នឹងគឺកម្រិតចរន្ត EN ណានឹង EN ចរន្តធ្វើការកំណត់ណាហ្នឹងហើយអញ្ចឹងអានេះគឺជាប្រភេទដែលយើងដែល Standard AC មានគឺ5ហ្នឹងប៉ុន្តែគេប្រើធំ3អា2នេះគឺបន្ថែមថ្មីបន្ថែមណាអូខេអញ្ចឹងយើងទៅលម្អិតមួយ
មុននឹងដល់ការលម្អិតខ្ញុំបន្តតិចសិនគឺ disjunction វាមានកម្រិត ampere វាពី1 ampere ដល់63 ampere ក្រៅពីនេះគឺ standard ផ្សេងតែបើ standard IEC គឺមាន1 ampere 3 2 ampere 6 ampere 10 ampere 16 20 25 32 40 50 63អញ្ចឹងឧទាហរណ៍ disjunction ខ្លះអត់មាន32មាន30អាហ្នឹងគឺ standard ផ្សេង standard ផ្សេងព្រោះអាគិសនីមិនមាន standard តែមួយទេគ្រាន់តែ IEC វា standard ទូលំទូលាយជាងគេបំផុតក្នុងចំណោម standard ផ្សេងទៀតអញ្ចឹងចំណាំមើលណា brand មួយដែល follow standard IEC បើមាន30 ampere គឺអត់មាន32ទេបើមាន60គឺអត់មាន63ទេអាហ្នឹងគឺ brand ផ្សេងអញ្ចឹងហើយ type វាអានេះយើងមើលខ្លួនឯងណានៅក្នុង slide ហ្នឹងមានស្រាប់ហ្នឹងហើយប្រភេទ type ហ្នឹងអញ្ចឹងឧទាហរណ៍ដូចខាងលើ1 ampere បានន័យថាមានតែប្រភេទ type B និង type C ទេ type ផ្សេងគឺអត់មានទេ1 ampere ហ្នឹងវាតូចមែនតើអញ្ចឹងណាបន្ទាប់ពីយើងបានដឹងទំហំ ampere EN ចរន្ត EN ចរន្ត nominal ដែលធ្វើការហ្នឹងហើយយើងចូលមកដល់ប្រភេទ type B លម្អិតពី type B អញ្ចឹងប្រភេទ type B ហ្នឹងគឺជា type ដែលសម្រាប់ប្រើនៅកន្លែងណាយើងមើលតាមហ្នឹងទៅគឺជាឧបករណ៍កាត់ផ្ដាច់ឲ្យស្វ័យប្រវត្តិចន្លោះការកាត់ផ្ដាច់វាគឺពី3ទៅ5ដងបានន័យថា3ទៅ5ដងនៃ EN សរុបអញ្ចឹងណាបានន័យថាវាលើសពី3ទៅ5ដងនៃចរន្តធ្វើការរបស់វាទៅវា load កាត់ផ្ដាច់ណាហើយតម្លៃយើងប្រើជាមួយ resistance បន្ទុកតូចនៅក្នុងការចែកអល់បង្ហាញតូចស្របតាមដំណើរគេហដ្ឋាននីមួយៗស្របតាមប្រើសម្រាប់បណ្ដាញបំភ្លឺបានន័យថាតាមផ្ទះគឺប្រើ B នេះក៏បានដែរប៉ុន្តែភាគច្រើនគឺអត់ប្រើ B ទេមូលហេតុអានេះគេសំស្របសម្រាប់អាតូចដូចជាបណ្ដាញធម្មតាទូទៅបានន័យថាបើសិនជាផ្ទះហ្នឹងអត់មានប្រើអីធំដូចជាទូទឹកកកឆ្នាំងអ៊ុតអីដែលមានរេស្តង់ធំទេប្រើ B នឹងបានតែបើសិនជាមានប្រើ B នឹងកើតទេដោយសារវាឆាប់លោតពេកគ្រាន់តែបើកមកវាឆាប់លោតចឹងបានន័យថាវាធន់ទៅនឹងប្រភេទតូចទេអញ្ចឹងប្រើ B នឹងតាមផ្ទះប្រើមិនសូវសមរម្យទេតែបើកន្លែងនឹងបណ្ដាញពូលសុតអីប្រើ B នឹងគឺត្រូវឲ្យឆាប់លោតបើសិនមានបញ្ហាគឺវាឆាប់លោតការពីបណ្ដាញយើងបានអញ្ចឹងណាហ្នឹងហើយអញ្ចឹងចូលដល់ type C នេះគឺយើងជា type ដែលគេពេញនិយមប្រើបំផុតគ្រប់ប្រទេសសូម្បីកម្ពុជាយើងដោយសារអី type C ហ្នឹងគឺចន្លោះចរន្តធ្វើការវាគឺលើសពីចរន្ត nominal ចន្លោះពី5ទៅ10ដងมันវា load អញ្ចឹងគេប្រើនៅកន្លែងណាគេប្រើសម្រាប់បំភ្លឺប្រចាំថ្ងៃដូចគ្នាប៉ុន្តែវាលើសសមត្ថភាពពី type B មិញត្រង់ថាវាក្រ load ជាងវាលើសត5ទៅ10ដងมัน load អញ្ចឹងអាចប្រើជាមួយម៉ាស៊ីនត្រជាក់ motor តូចតាចអីបាននិយាយរួមទៅក្នុងផ្ទះសមស្របនឹងអាហ្នឹងបើ type B វាតូចពេកដល់ពេល type C វាកដាលដល់ពេលអា type មួយទៀត type D វាធំជ្រុលអញ្ចឹងអាហ្នឹងសម្រាប់ឧស្សាហកម្មវិញអញ្ចឹងយើងតាមផ្ទះវាមានហើយវាមិនអត់ទេឆ្នាំងអ៊ុតទូទឹកកកម៉ាស៊ីនទឹកក្តៅម៉ាស៊ីនត្រជាក់អីអញ្ចឹងអញ្ចឹងបើយើងប្រើ B អត់សមរម្យទេវាទាបពេកអញ្ចឹងយើងប្រើ C គឺល្មមដល់ពេល type D គឺចន្លោះចរន្តធ្វើការកំណត់វាគឺ10ទៅ20ដងប្រើសម្រាប់អនុភាពធំអាហ្នឹងគឺឧស្សាហកម្មទៅប្រើ type D ហ្នឹងសម្រាប់បន្ត type K នេះ type K នេះវាសេរីថ្មីសឹងថាអត់មានណាសឹងថាគេអត់ដែលប្រើសូម្បីខ្ញុំក៏អត់ដែលឃើញដែរនឹងឯងចន្លោះចរន្តកំណត់វាគឺ8ទៅ12ដងហើយសម្រាប់បន្ទុកមធ្យមអានេះវាស្តៀងទៅនឹងtype C មិញC មិន5ទៅ10ដល់ពេលអានេះវាលើស5បន្តិចវា8ដល់12អញ្ចឹងវាក្រោម D វាលើស C បន្តិចណាអូខេអញ្ចឹងអាហ្នឹងសម្រាប់គេដ្ឋានឬក៏ភូមិគ្រឹះអីហ្នឹងអូខេហើយមិនដល់ឧស្សាហកម្មទេប៉ុន្តែលើសពីផ្ទះធម្មតាបន្តិចបន្តួចអញ្ចឹងណាហ្នឹងអាហ្នឹងគឺប្រើ K ទេប៉ុន្តែអត់សូវមានឃើញហ្មងទេអត់ដែលឃើញទេហើយចំពោះ type Z វិញគឺសឹងតែអត់តែម្ដង type Z នេះគេប្រើវា load វាឆាប់ load មែនតើឆាប់ load ជាងអាប្រភេទ B ទៀតថា type Z នេះកម្រឃើញណាហើយគេប្រើគេអត់ដែលប្រើតាមផ្ទះតាមអគារធម្មតាទេគេប្រើនៅតំបន់ដូចជាកន្លែងដែលគេសម្រាប់ប្រើម៉ាស៊ីនឬក៏ឧបករណ៍សម្រាប់អេឡិចត្រូនិកប្រព័ន្ធអេឡិចត្រូនិក server ជាដើមអីហ្នឹង server room អីហ្នឹងអាហ្នឹងគឺវាងាយ load តែលើសបន្តិច load អញ្ចឹងអាបន្ទប់អេឡិចត្រូនិកអាបន្ទប់ server អីហ្នឹងវាអត់សូវធន់ទៅនឹងវាអត់សូវមានល្បឿន start ធំទេវាត្រូវការកម្រិតតង់ចុងហ្នឹងទេអញ្ចឹងបើយើងប្រើ type Z ហ្នឹងគឺត្រូវត្រង់ថាវាមានអីលើសតែបន្តិចមកគឺវា load លឿនហ្មងវា load លឿនផ្ដាច់ការពារបានលឿនអញ្ចឹងណាអញ្ចឹងបានន័យថា type Z នេះគេអត់សូវប្រើទេគេប្រើភាគច្រើនគឺ specific ពិសេសទៅលើបណ្ដាញអេឡិចត្រូនិកហ្នឹងស្រាប់ហើយអេឡិចត្រូនិកអត់មានភ្លើងធំទេអេឡិចត្រូនិកបតបជាងគឺភ្លើងតូចទេអញ្ចឹងគេប្រើ type Z ហ្នឹងចំពោះប្រព័ន្ធអេឡិចត្រូនិកក៏ដូចជាប្រព័ន្ធផ្សេងដែលងាយឆេះទូសេអញ្ចឹងហ្នឹងហើយអាហ្នឹងគឺគេប្រើ type Z ហ្នឹងឯងអូខេអញ្ចឹងសម្រាប់ការណែនាំក៏ដូចជាសេចក្តីណែនាំពយល់អំពី disjunction ហ្នឹងគឺមានប៉ុណ្្នឹងទេហើយអធិស្ឋានបើសិនមានខុសឆ្គងអីព្រោះអីអានេះគឺវាជាមេរៀនថ្មីល្អសម្រាប់អគ្គិសនីរបស់យើងវាមិនថ្មីទេវាយូរដែរហើយតែគ្រាន់ថាខ្ញុំយកមកបញ្យល់ថ្មីអញ្ចឹងទាំងអស់គ្នាអាចមើលហើយកន្លែងណាខុសតអីអធិស្ឋានផងអញ្ចឹង
មេរៀនបន្ទាប់ឬក៏វីដេអូបន្ទាប់ខ្ញុំនឹងលើកអំពី MCCB ម្ដងអូខេណាអញ្ចឹងអរគុណសម្រាប់ការតាមដានហើយម្ដងទៀតអធិស្ឋានបើសិនជាខុសតអីនេះចាត់ទុកថាជាឯកសារឬក៏ជាវីដេអូយោងសម្រាប់បងប្អូនកំពុងតែរៀនក្នុងវិស័យអគ្គិសនីដើម្បីបានចំណេះដឹងបន្ថែមទៀតទៅលើអ្វីដែលយើងកំពុងរៀនបច្ចុប្បន្នអរគុណ